ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនប្រកាសជាបានដឹងហើយថានៅក្នុងសាកលលោកយើងនេះមានអ្នកប្រាជ្ញជាច្រើនផ្នែកទស្សនវិជ្ជាលោកបានបន្សល់ទុកនៅរបបកំហើញការរកឃើញគំនិតថ្មីពាក់ព័ន្ធជាមួយនឹងចំណេះដឹងផ្នែកអប់រំផ្លូវចិត្តផ្លូវកាយផ្លូវអារម្មណ៍ហើយគតិអប់រំទាំងអស់នោះគឺបានផ្ដល់នូវគំនិតនិងការអប់រំយ៉ាងច្រើនដល់យើងទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរខ្ញុំនឹងអានអត្ថបទទាំងស្រុងជូនបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តដើម្បីយកទៅធ្វើជាចំណេះដឹងសម្រាប់បងប្អូនទាំងអស់គ្នាតោះឥឡូវសូមរងចាំស្ដាប់ដូចតទៅនេះហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងដកស្រង់ចេញពីសៀវភៅមួយដែលមានចំណងជើងថាប្រតិទិនទស្សនៈ365ថ្ងៃដែលជាការរៀបរៀងដោយលោកឡាំលឹមថ្ងៃទី1មករាខុងជឺពោលថាកុំបារម្ភពីអ្នកដទៃមិនសរសើរខ្លួនតែត្រូវបារម្ភថាខ្លួនត្រូវធ្វើយ៉ាងណាឲ្យមានប្រយោជន៍ដល់អ្នកដទៃកុំបារម្ភពីអ្នកដទៃមិនយល់ពីខ្លួនតែត្រូវចេះបារម្ភពីខ្លួនឯងដែលមិនយល់ពីអ្នកដទៃការរិះគន់នៅក្នុងន័យស្ថាបនាគឺជាអាហាររបស់បណ្ឌិតតែការរិះគន់ដែលគ្មានសច្ចៈពិតគឺជាគំនិតនៃមនុស្សពីលបើខ្លួនយើងចង់មានសេចក្តីសុខនៅក្នុងជីវិតជាដំបូងត្រូវជួយអ្នកដទៃឲ្យមានសេចក្តីសុខជាមុនសិនទស្សនៈឲ្យអ្នកដទៃคล้ายទៅជាអ្នកមានជាមុនគឺជាទ្រឹស្ដីរបស់បិតាកំណែតម្រង់សេដ្ឋកិច្ចចិនតេងសៀវពីងជីវិតដែលរស់នៅដើម្បីតែខ្លួនឯងគឺជាជីវិតដែលឯកោតែជីវិតដែលរស់នៅដើម្បីអ្នកដទៃវិញគឺជាជីវិតដែលមានន័យចូលកុំរស់នៅត្រឹមតែជាមនុស្សជោគជ័យតែត្រូវរៀនរស់នៅជាមួយមនុស្សមានតម្លៃផងមនុស្សមានតម្លៃនិងមានគ្រប់យ៉ាងនៅក្នុងជីវិតតែមនុស្សដែលមានគ្រប់យ៉ាងនៅក្នុងជីវិតមិនប្រកាសថាមានតម្លៃនោះទេថ្ងៃទី2មករាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធគឺកើតចេញពីចិត្តនៃការលះបង់ការលះបង់គឺមានន័យថាលះបង់គ្រប់យ៉ាងដែលខ្លួនមានដើម្បីឲ្យមនុស្សដែលខ្លួនស្រឡាញ់ពិតប្រាកដមានសេចក្តីសុខនិងសុភមង្គលខួរក្បាលត្រូវការចំណេះដឹងហើយបេះដូងគឺត្រូវការក្តីស្រឡាញ់នៅពេលដែលខ្វះតុល្យភាពរវាងសេចក្តីស្រឡាញ់សម្រាប់បេះដូងនិងចំណេះដឹងសម្រាប់ខួរក្បាលគឺតែងតែធ្វើឲ្យជីវិតខ្វះនូវរសជាតិបើខ្វះតុល្យភាពគឺប្រកាសជាមិនអាចថ្លឹងហើយក៏ថ្លឹងពុំកើតខាងណាដែលស្រាលជាងត្រូវបំពេញដោយការលះបង់ស្រឡាញ់ជាតិសុខចិត្តលះបង់ពលីជីវិតខ្លួនដើម្បីឲ្យជាតិរស់ស្រឡាញ់គ្រួសារសុខចិត្តលះបង់សុភមង្គលខ្លួនឯងដើម្បីឲ្យគ្រួសាររីករាយស្រឡាញ់នរណាម្នាក់សុខចិត្តលះបង់ដើម្បីអ្នកនោះក្តីស្រឡាញ់ពិតគឺធ្វើឡើងដោយចេញពីចិត្តបរិសុទ្ធហើយទង្វើដែលលះបង់ចេញពីចិត្តបរិសុទ្ធគឺពុំសុទ្ធតែហៅថាការលះបង់នោះឡើយពីព្រោះយើងពេញចិត្តនឹងធ្វើថ្ងៃទី3ខែមករា Albert Einstein លោកបានពោលថាមានវត្ថុពីរយ៉ាងដែលគ្មានព្រំដែននោះគឺចក្រវាឡនិងភាពល្ងង់ខ្លៅរបស់មនុស្សភាពខុសគ្នារវាងអ្នកល្ងង់ខ្លៅនិងអច្ឆរិយបុគ្គលស្ថិតនៅត្រង់ថាចំណេះដឹងរបស់អច្ឆរិយបុគ្គលមានព្រំដែនតែភាពល្ងង់ខ្លៅរបស់មនុស្សល្ងង់គឺគ្មានដែនកំណត់នោះទេនៅពេលដែលយើងព្រមទទួលស្គាល់នៅព្រំដែនរបស់យើងនោះគឺមានន័យថាយើងបានឆ្លងផុតវារួចទៅហើយមនុស្សខ្លៅចូលចិត្តបង្ករឿងឆ្លោះជាមួយអ្នកចេះហើយមនុស្សដែលបង្កចំនួនជាមួយអ្នកចេះត្រូវបានគេដាក់ងារមួយទៀតថាបុគ្គលពីល
បកគលពីលនឹងតែងតែឆ្លោះជាមួយនឹងគេឯងគ្រប់គ្នាពីព្រោះបកគលពីលអត់បេះដូងអត់ចេះស្ដាប់ហេតុផលនោះទេតែអ្នកចេះដឹងវិញគឺអាចស្ដាប់ហេតុផលនៃបុគ្គលពីលខ្លះប្រកបទៅដោយសិលធម៌និងគុណធម៌ថ្ងៃទី4ខែមករាចិត្តដែលមានសន្តិភាពគឺជាចិត្តដែលមានសន្តិភាពទាំងជាមួយខ្លួនឯងផងនិងជាមួយអ្នកដទៃផងចិត្តដែលគ្មានសន្តិភាពតែស្ថិតនៅក្នុងភាពស្រឡាញ់ស្អប់តាមការផ្លាស់ប្ដូរនៃស្ថានភាពខាងក្នុងមនុស្សឆ្លាតតែងតែស្គាល់ខ្លួនឯងតែក៏មិនច្បាស់ដូចអច្ឆរិយបុគ្គលដែលស្គាល់ខ្លួនឯងនោះដែរមនុស្សដែលស្គាល់ខ្លួនឯងដល់ថ្នាក់ស៊ីជម្រៅនិងមនុស្សដែលមានសន្តិភាពនៅក្នុងខ្លួនគង់មិនងាយខឹងច្រឡោតផ្ដេសផ្ដាស់នោះទេតែគេអាចសម្ដែងធ្វើជាខឹងបានខ្លះបើកំហឹងនោះវាមានប្រយោជន៍ច្រើនដើម្បីឲ្យចិត្តមានសមាធិទៅបានលុះត្រាតែមានសិលហើយសិលគឺកើតចេញពីការប្រព្រឹត្តល្អជាប្រកដីមនុស្សប្រព្រឹត្តអាក្រក់តែងប្រឆាំងនឹងខ្លួនឯងជានិច្ចដោយមិនថាបុគ្គលនោះនៅសាសនាណានោះឡើយថ្ងៃទី5ខែមករាទស្សនវិទូក្រិចសូក្រាតនិយាយថាពេលដែលយើងមិនទទួលបានអ្វីដែលយើងចង់បានគឺយើងនឹងកើតទុក្ខនេះគឺជាច្បាប់ធម្មជាតិហើយពេលដែលយើងទទួលបានអ្វីដែលយើងមិនចង់បានក៏នាំឲ្យកើតទុក្ខហើយនេះក៏ជាច្បាប់នៅក្នុងខ្លួនមនុស្សយើងផងដែរមានជីវិតរស់នៅគង់តែស្លាប់ទទួលរងការឈឺចាប់ក៏គង់រសាត់ភាពក្រៀមក្រំក៏គង់តែរលាយបាត់ក្តីសប្បាយរីករាយក៏គង់តែប្រែប្រួលជាមិនខានប៉ុន្តែមានតែការប្រែប្រួលប៉ុណ្ណោះដែលតែងតែស្ថិតស្ថេរជាអមតៈនិងមិនប្រែប្រួលទៅណានោះទេជីវិតអាប់អូថ្ងៃនេះចូលកុំចងចាំទុករហូតដល់ថ្ងៃស្អែកអីតែបើជីវិតរីករាយរាល់ថ្ងៃសូមកុំបំភ្លេចចោលឲ្យសោះតើយើងនឹងចាំបានទេខុងជឿនិយាយថាជីវិតគឺធម្មតាទេដូច្នេះកុំធ្វើឲ្យវាស្មុគស្មាញថ្ងៃទី6ខែមករាលីខ្វាន់យូលោកពោលថាយុវជនយើងនៅក្នុងថ្ងៃនេះគឺជាអ្នកដឹកនាំរបស់ពលរដ្ឋនៅថ្ងៃស្អែកអតីតមេដឹកនាំសង្ហបុរីរូបនេះជឿជាក់យ៉ាងមុតមាំថាការអប់រំគឺជាគន្លឹះសំខាន់បំផុតនៅក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូលទស្សនវិស័យអប់រំរបស់លីខ្វាន់យូគឺគិតដល់ការអភិវឌ្ឍសមត្ថភាពរបស់កុមារនិងសមត្ថភាពរបស់យុវជនឲ្យមានសក្តានុពលខ្លាំងដោយឈរទៅលើគោលការណ៍វិន័យល្អអាកប្បកិរិយាល្អនិងតម្លៃនៃអរិយាបថនិយមការអប់រំគឺជាមធ្យោបាយដែលនាំទៅរកសេរីភាពនឹងអាចធ្វើឲ្យមនុស្សគេចចេញពីភាពក្រីក្របានសេរីភាពនឹងមិនឲ្យមានអយុត្តិធម៌សង្គមព្រមទាំងសេរីភាពលើការប្រើប្រាស់នៅចំណេះដឹងទ្រឹស្ដីដ៏ល្បីល្បាញបំផុតសម្រាប់លីខ្វាន់យូគឺវប្បធម៌សង្គមមួយបែបណាគឺវានឹងកំណត់ជោគវាសនានៃប្រទេសជាតិមួយនោះបែបនោះដូចគ្នាដែរឬ culture is destiny វប្បធម៌គឺមានន័យថាជាការសាបការដាំការបណ្ដុះដែលសំដៅទៅដល់ការដាំមនុស្សមិនល្អនិងប្រមូលផលសង្គមចលាចលនិងប្រមូលផលនៅទង្វើអសិលធម៌នៅក្នុងសង្គមប៉ុន្តែបើការសាបព្រោះនោះល្អនិងប្រមូលផលល្អមកវិញការសាបព្រោះចំណេះដឹងខុសលើមនុស្សខុសគឺប្រៀបដូចជាការសាបព្រោះគ្រោះកាចមួយយ៉ាងធំទៅដល់សង្គមទាំងមូលនៅថ្ងៃទី7ខែមករាអ្នកមិនចាំបាច់ដិតកំទេចសភៅចោលឲ្យអស់នោះទេដើម្បីបំផ្លាញនៅវប្បធម៌នៃសង្គមមួយតែ
គ្រាន់តែធ្វើឲ្យមនុស្សនៅក្នុងសង្គមលែងចង់អានសភៅគឺវាគ្រប់គ្រាន់ហើយដើម្បីបំផ្លាញប្រទេសនោះនៅក្នុងចំណុចមួយនេះគឺខ្ញុំស្រឡាញ់មែនទែនបងប្អូនទាំងអស់គ្នាអញ្ចឹងចូលរួមការអានច្រើនកើនចំណេះដឹងតោះយើងបន្តទៅទៀតការអានមិនអាចធ្វើឲ្យយើងទាំងអស់គ្នាคล้ายទៅជាអ្នកដឹកនាំបាននោះទេប៉ុន្តែអាចប្រាប់យើងបានថាតើមនុស្សប្រភេទណាដែលយើងគួរដើរតាមរយៈពេល10ឆ្នាំរហូតមកទល់នៅថ្ងៃនេះខ្ញុំធ្លាប់អានសភៅនៅក្រោមដើមកសាំងឬនៅក្រោមដើមស្នាយម្នាក់ឯងខ្ញុំអត់មានសម្លៀកបំពាក់ស្អាតហើយខ្ញុំក៏អត់មានអាហារឆ្ងាញ់ៗដើម្បីហូបជារៀងរាល់ថ្ងៃនោះដែរប៉ុន្តែគឺខ្ញុំសម្បូរទៅដោយសភៅល្អសម្រាប់អានជាការពិតមនុស្សខ្លះរស់នៅបានសុខគឺដោយសារតែការប្រឹងប្រែងសង្វាតសិក្សានិងការប្រឹងអានសភៅនេះមនុស្សខ្លះដែលពុំសូវបានអានគឺពួកគេនឹងស្លាប់ស្ទើរតែជារៀងរាល់ថ្ងៃពីព្រោះការដែលជួបបញ្ហាជីវិតរាល់ថ្ងៃហើយគេត្អូញត្អែរាល់ថ្ងៃចំណេះដឹងច្រើនតែនាំឲ្យមានបញ្ហានៃជីវិតកាន់តែតិចហើយចំណេះដឹងដែលតិចនេះនឹងធ្វើឲ្យបញ្ហានៃជីវិតមកកាន់ខ្លួនយើងកាន់តែច្រើនឡើងនៅក្នុងចំណុចនេះខ្ញុំចង់បកស្រាយបន្តិចជូនបងប្អូនទាំងអស់គ្នាអញ្ចឹងកាលណាយើងអានបានច្រើនចំណេះដឹងនៃការពង្រីកនៃការគិតរបស់យើងក៏បានច្រើនរាល់បញ្ហាដែលវាចូលមកគឺយើងអាចដោះស្រាយដោយរលូនត្រង់ចំណុចហ្នឹងឯងដែលគេហៅថាកាលណាមានចំណេះដឹងច្រើនបញ្ហាចូលមកកាន់តែតិចមានន័យថាយើងចេះដោះស្រាយវាបានឆាប់រហ័សមិនຕົកឲ្យខ្លួនយើងគិតស្មុគស្មាញនាំឲ្យមានផលវិបាកកាន់តែច្រើនចា៎តោះឥឡូវយើងបន្តទៅទៀតនៅថ្ងៃទី8ខែមករាលទ្ធិប្រជាធិបតេយ្យគឺរដ្ឋាភិបាលខ្លាចអំណាចរបស់ប្រជាជនតែបើរិះខ្លាចអំណាចរបស់រដ្ឋនោះគឺជារបបនៃអំណាចផ្ដាច់ការហើយតើរដ្ឋាភិបាលខ្លាចប្រជាជនឬប្រជាជនជាអ្នកដែលភ័យខ្លាចរដ្ឋាភិបាលអ្នកក្តោបក្តាប់អំណាចតែងខ្លាចប្រជាជនដែលស្ថិតនៅក្រោមអំណាចរបស់ខ្លួនផ្ដួលរំលំទម្លាក់ខ្លួនតើបជ្រើសរើសធ្វើទុកបុកម្នេញប្រជាជនមុនតថភាពនៅក្នុងសង្គមបច្ចុប្បន្នប្រជាជននិងរដ្ឋាភិបាលខ្លាចគ្នាទៅវិញទៅមកប៉ុន្តែប្រជាជនគ្រាន់តែមិនដឹងថាអ្នកក្តាប់អំណាចខ្លាចខ្លួនប៉ុណ្ណោះគ្មានអ្វីដែលខ្លាំងជាងកម្លាំងសាមគ្គីរបស់យុវជនឡើយនិងគ្មានអ្វីដែលគួរឲ្យខ្លាចជាងការសាបព្រោះនៅមនោគមវិជ្ជាមិនល្អដាក់យុវជននោះទេមនោគមវិជ្ជាតែងមានល្អនិងមានអាក្រក់ហើយបើសាបព្រោះល្អនឹងប្រមូលផលមកបានល្អតែបើសាបព្រោះនៅមនោគមវិជ្ជាអាក្រក់គឺការប្រមូលផលមកវិញនឹងក៏អាក្រក់ដូចគ្នាអញ្ចឹងដែរអុងសានស៊ូជីបងប្អូនប្រកាសជាស្គាល់ហើយថាគាត់គឺជាអ្នកណាគាត់គឺជានាយករដ្ឋមន្ត្រីនៃប្រទេសមីយ៉ាន់ម៉ាអុងសានស៊ូជីលោកស្រីបានពោលថាផ្លាស់ប្ដូរសង្គមដោយធម៌អហិង្សាមិនជេរមហាថ្មាសគុន្ធីក៏បាននិយាយផងដែរថាផ្លាស់ប្ដូរសង្គមដោយធម៌អហិង្សាមិនជេរលោក Martin Luther King Jr. ក៏បាននិយាយថាបើចង់ផ្លាស់ប្ដូរសង្គមដោយធម៌អហិង្សាគឺមិនជេរ Nelson Mandela ក៏និយាយថាផ្លាស់ប្ដូរសង្គមដោយធម៌អហិង្សាមិនជេរនឹងមានអ្នកប្រាជ្ញទស្សនវិទូជាច្រើនទៀតដែលគាត់មានគំនិតដូចគ្នាគេថាមនុស្សមានគោលដៅដូចគ្នាគង់តែអាចជួបគ្នានៅថ្ងៃណាមួយប៉ុន្តែខ្ញុំថាមនុស្សមានគោលដៅដូចគ្នាគង់នឹងគ្មានថ្ងៃជួបគ្នានោះទេបើប្រើវិធីសាស្ត្រខុសគ្នាមួយប្រើវិធីសាស្ត្រទន់ត្រជាក់ហើយមួយទៀតប្រើវិធីសាស្ត្ររឹងក្តៅគឺមិនចាំបាច់ជួបគ្នាឡើយគោលគំនិតល្អតែវិធីសាស្ត្រអាក្រក់វិធីសាស្ត្រប្រែប្រួលជានិច្ច
តែត្រូវប្រែប្រួលដោយឈរទៅលើគោលការណ៍សិលធម៌និងគុណធម៌ផ្ទុយទៅវិញគោលការណ៍សិលធម៌និងគុណធម៌មិនប្រែប្រួលឡើយនៅថ្ងៃទី9មករាលោកហូជីមិញបងប្អូនប្រកាសជាស្គាល់ហើយហូជីមិញគឺជាអ្នកណាលោកក៏បានពោលដែរថាទាហានយើងស្លាប់10នាក់ហើយទាហានអ្នកស្លាប់ម្នាក់ក៏ពិតមែនតែនៅចុងបញ្ចប់ឬមុននឹងក្រោយទាហានអ្នកនឹងហែវហត់អស់កម្លាំងគាត់ក៏បានបន្ថែមទៀតថាយើងមានអាវុធសម្ងាត់មួយនោះគឺទឹកចិត្តជាតិនិយមរបស់ប្រជាជនយើងទឹកចិត្តជាតិនិយមនេះហើយគឺជាអាវុធដ៏មហិច្ឆតាបំផុតនៅក្នុងលោកយើងនេះនៅក្នុងសង្គ្រាមវៀតណាមទាហាននិងប្រជាជនវៀតណាមកុម្មុយនីសបានលះបង់ជីវិតដើម្បីការពារការឈ្លានពានរបស់បរទេសពីព្រោះពួកគេយល់ថាវាជាតម្លៃដែលត្រូវបង់បន្ទាប់ពីសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់ពិភពលោកក៏បានបន្តដំណើរនៃការផ្លាស់ប្ដូរមកសម័យកាលថ្មីមួយទៀតដែលអ្នកប្រវត្តិសាស្ត្របានហៅថាបដិវត្តន៍បច្ចេកវិទ្យាឬបដិវត្តន៍ Digital ពេលខ្មែរបុរាណពោលថាលះបង់មនុស្សម្នាក់ដើម្បីគ្រួសារមួយលះបង់គ្រួសារមួយដើម្បីភូមិស្រុកមួយលះបង់ភូមិស្រុកមួយដើម្បីសង្គមមួយហើយលះបង់សង្គមមួយដើម្បីប្រទេសជាតិទាំងមូលនៅក្នុងការជួយសង្គមបើមិនយកការអប់រំមកដាក់ពីមុខនោះទេនោះរាល់មនោគមវិជ្ជានយោបាយរបស់អ្នកនយោបាយនឹងបង្កភាពគ្រោះថ្នាក់ដល់សង្គមហើយមនោគមវិជ្ជាដែលប្រឆាចនៅសិលធម៌សង្គមតែនាំឲ្យសង្គមនោះវិនាសយើងអាចមិនមានយុវជនខ្លាំងច្រើននៅថ្ងៃនេះក៏ពិតមែនតែយើងគួរតែរៀបចំយុវជនថ្ងៃនេះឲ្យคล้ายទៅជាយុវជនខ្លាំងសម្រាប់ថ្ងៃអនាគតលោកអាប់ឌុលកាឡាមពោលថាការរៀនសូត្រនឹងផ្ដល់ឲ្យយើងនៅការចេះច្នៃប្រឌិតហើយការចេះច្នៃប្រឌិតនេះឯងនឹងផ្ដល់ឲ្យយើងនៅការចេះគិតពិចារណាហើយការចេះគិតពិចារណានេះឯងនឹងផ្ដល់ឲ្យយើងនៅចំណេះដឹងហើយចំណេះដឹងនេះឯងនឹងធ្វើឲ្យយើងคล้ายទៅជាមនុស្សអស្ចារ្យការសាបព្រោះចំណេះដឹងដល់មនុស្សដែលខ្វះសិលធម៌ការសាបព្រោះចំណេះដឹងដល់មនុស្សដែលខ្វះគុណធម៌ការសាបព្រោះចំណេះដឹងដល់មនុស្សដែលខ្វះមនុស្សធម៌ក្នុងខ្លួនគឺប្រៀបដូចជាការសាបព្រោះនៅគ្រោះកាចនិងព្យុះភ្លៀងមួយយ៉ាងធំទៅដល់សង្គមជាតិទាំងមូលហើយលោក Albert Einstein លោកក៏បានអះអាងដែរថាចំណេះដឹងតែងស្ថិតនៅជាមួយរបស់ពីរយ៉ាងដែលទី1នោះគឺស្ថិតនៅជាមួយរបស់មានជីវិតគឺខួរក្បាលរបស់មនុស្សយើងនេះឯងទី2នោះគឺស្ថិតនៅជាមួយនឹងរបស់ឥតជីវិតគឺគម្ពីរឬសៀវភៅដែលគេចងក្រងទុកនេះឯងចំណេះដឹងមិនគួរស្ថិតនៅក្នុងសភាពងាប់កាឡាតែយើងត្រូវដោះខាត់ច្នៃប្រឌិតបន្ថែមនិងត្រួតពិនិត្យវាជាប្រចាំពីព្រោះអីពីព្រោះដើម្បីធ្វើឲ្យវាកាន់តែប្រសើរឡើងល្អជាងមុនហើយមហាថ្មគន្ធីលោកក៏បាននិយាយផងដែរថាចំណេះដឹងដែលគ្មានជ្រាបចូលជាច្រឹក knowledge without character គឺជាអំពើបាបសង្គមមួយនៅក្នុងចំណោមអំពើបាបទាំង7នៅក្នុងសង្គមការដែលមនុស្សមានចំណេះដឹងខ្ពស់ប៉ុន្តែគេបែរជាបង្ហាញនៅចរិតខ្វះសិលធម៌ជាមនុស្សព្រមទាំងមិនយកចំណេះដឹងបញ្ជ្រាបឲ្យកើតជាចរិតលក្ខណៈល្អបែបធម្មជាតិគេហៅថា natural seed នោះចំណេះដឹងនឹងគ្មានតម្លៃដាច់ខាតឬបានត្រឹមតែប្រើចំណេះដឹងសាងព្យុះលៀងដល់សង្គមប៉ុណ្ណោះទស្សនវិទូ Greg Platon និយាយផងដែរថាចំណេះដឹងនឹងคล้ายទៅជាឥតប្រយោជន៍ប្រសិនបើគោលបំណងនៃចំណេះដឹងខុសគោលការណ៍សិលធម៌អរគុណបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរ
ខ្ញុំបញ្ចប់ត្រឹមតែថ្ងៃទី10ខែមករាប៉ុណ្ណោះយើងនឹងជួបគ្នានៅថ្ងៃទី11 12រហូតដល់ថ្ងៃចុងក្រោយគឺថ្ងៃទី31ធ្នូអញ្ចឹងបងប្អូនស្ដាប់ដើម្បីយកជាចំណេះដឹងស្ដាប់ដើម្បីយកជាគំនិតពីព្រោះថារាល់ឃ្លោងឃ្លានីមួយៗគឺខ្ញុំអានទាំងស្រុងដែលមាននៅក្នុងសៀវភៅទស្សនៈ365ថ្ងៃនេះសូមអរគុណបងប្អូនទាំងអស់គ្នាដែលបងប្អូនចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការចុចស្ដាប់នៅคลิปវីដេអូមួយនេះសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខមានប្រាជ្ញាជ្រាលវៃធ្វើអ្វីបានសមប្រកបតាមសេចក្តីប្រាថ្នាអរគុណជម្រាបលាយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត